ជំរាបសួរអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់មកចែករំលែកអំពីគុណលឹះ8យ៉ាងដែលធ្វើឲ្យខ្ញុំបានទទួលនៅ Band 8នៅក្នុង IELTS Writing ដែលជាផ្នែកសរសេរនៅក្នុងការប្រឡង IELTS ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានអត្ថប្រយោជន៍ទៅដល់អ្នកដែលគាត់កំពុងតែត្រៀមប្រឡង IELTS ហើយខ្ញុំក៏ធ្វើវីដេអូនេះជាភាសាអង់គ្លេសដែរអញ្ចឹងបើសិនជាចង់អនុវត្តស្ដាប់វីដេអូនេះជាភាសាអង់គ្លេសកុំភ្លេចចូលមើលវីដេអូខ្ញុំនៅក្នុង YouTube ហើយខ្ញុំដាក់ link នៅក្នុង description ណាអូខេតោះឥឡូវចូលដល់គុណលឹះទាំង8ទាំងអស់គ្នាគុណលឹះទី1ហ្នឹងគឺរៀនបញ្ចេញគំនិតឲ្យបានរហ័សភ្លាមនៅក្នុងការប្រឡង IELTS ជាពិសេសការសរសេរពេលវេលាគឺជាសត្រូវដ៏ធំបំផុតសម្រាប់អ្នកប្រឡងពីព្រោះថាយើងមានពេលតែ60នាទីទេដើម្បីធ្វើការសរសេរសំណេរ2ដែលមាន400ពាក្យយ៉ាងតិចសរុបទាំងពីរហ្នឹងហើយក្នុង60នាទីហ្នឹងយើងត្រូវអានសំណួរយើងត្រូវយល់សំណួរយើងត្រូវបញ្ចេញគំនិតរៀនគិតពីចម្លើយរបស់សំណួរហ្នឹងហើយយើងត្រូវសរសេរចម្លើយទៀតអញ្ចឹងនៅក្នុងផ្នែកនីមួយគឺយើងត្រូវរហ័សមែនតើនៅក្នុងការសរសេរការគិតអីចឹងណាអញ្ចឹងឯងបានការបញ្ចេញគំនិតរហ័សគឺសំខាន់ពីព្រោះថាគំនិតគឺជាអ្វីដ៏សំខាន់បំផុតនៅក្នុងការសរសេរ IELTS របស់យើងបើសិនជាអត់មានគំនិតទេយើងអាចសរសេរសំណេរល្អបានទេហើយអញ្ចឹងសម្រាប់អ្នកដែលត្រៀមប្រឡងបើសិនជាគិតថាខ្លួនឯងអត់ប្រកែខាងបញ្ចេញគំនិតខាងបង្កើតគំនិតភ្លាមឲ្យបានរហ័សទេខ្ញុំគិតថាគួរតែបង្កើតទម្លាប់ដើម្បីឲ្យរៀនបញ្ចេញគំនិតឲ្យបានច្រើនអាចចាប់ផ្ដើមចូល debate club អាចចាប់ផ្ដើមចូល club ដែលជំរុញឲ្យយើងមានការពិភាក្សាគ្នាទៅវិញទៅមកហើយអាចចូលពិភាក្សានៅក្នុងសហគមន៍នីមួយតាមដែលអាចធ្វើទៅបានណាហើយរៀនបញ្ចេញគំនិតតាមដែលអាចធ្វើទៅបាននៅពេលដែលយើងធ្វើកាន់តែច្រើនទៅការបញ្ចេញគំនិតរបស់យើងរហ័សហ្នឹងគឺកាន់តែងាយស្រួលចំពោះខ្ញុំគិតថាខ្លួនឯងរៀនបកកែដែរខាងបញ្ចេញគំនិតរហ័សពីព្រោះថាខ្ញុំអនុវត្តវាបើគិតទៅស្ទើរតែរាល់ថ្ងៃនៅពេលដែលខ្ញុំបង្កើត YouTube វីដេអូមួយខ្ញុំតែងតែមានគំនិតមួយថាអូខេនៅក្នុងវីដេអូហ្នឹងខ្ញុំគួរនិយាយពីអីខ្ញុំគួរធ្វើម៉េចអញ្ចឹងcreative skill របស់ខ្ញុំគឺវាកើនឡើងតាមហ្នឹងនៅក្នុងក្រុមហ៊ុនខ្ញុំស្ម័គ្រចិត្តជួយគេហៅថា employee resource group ហើយខ្ញុំគឺជាអ្នកដឹកនាំខាងផ្នែកទំនាក់ទំនងនៅក្នុង group ដែលខ្ញុំចូលនៅក្នុងក្រុមហ៊ុនខ្ញុំរៀនបញ្ចេញគំនិតច្រើនមែនតើនៅពេលដែលខ្ញុំធ្វើអញ្ចឹងហើយខ្ញុំល្ឯងស្ដាប់ព័ត៌មានល្ឯងស្ដាប់ podcast ដែលមានប្រយោជន៍ច្រើនដែរអញ្ចឹងទៅគំនិតរបស់ខ្ញុំព័ត៌មានដែលខ្ញុំបានពីអ្វីដែលខ្ញុំស្ដាប់អស់ហ្នឹងគឺសិតតែជួយខ្ញុំដើម្បីឲ្យខ្ញុំធ្វើបានល្អនៅក្នុង IELTS writing ហើយខ្ញុំគិតថា skill នេះក៏ល្អសម្រាប់ជីវិតអនុវត្តយើងទូទៅដែរអញ្ចឹងហ្នឹងហើយគួរតែរៀនបញ្ចេញគំនិតឲ្យរហ័សហ្នឹងគឺជាគន្លឹះទី1ហើយចំណុចទី2ហ្នឹងគឺគួរតែវិនិយោគពេលវេលាដើម្បី plan brainstorm ឬក៏ខ្មែរហៅថាធ្វើផែនការមុនចាប់ផ្ដើមសរសេរខ្ញុំគិតថាកំហុសដ៏ធំបំផុតសម្រាប់បេក្ខជនដែលគាត់ប្រឡង IELTS writing គឺអត់បានវិនិយោគពេលវេលាសម្រាប់ធ្វើផែនការមុនគាត់សរសេរនៅពេលដែលយើងអត់រៀបចំផែនការសរសេរយកគំនិតរបស់យើងនៅក្នុងការសរសេរហ្នឹងគឺអត់អាចផ្ដោតទេវាអាចដូចទៅពីទី2ហ្នឹងគឺកថាខណ្ឌរបស់យើងអាចស្ដាប់ទៅវាអត់សូវចូលគ្នាបើពាក្យអង់គ្លេសគេហៅ coherence ស្ដាប់ទៅវាអត់ coherent ណាបើសិនជាយើងអត់ plan ទុកមុនណាហើយមួយទៀតហ្នឹងគឺពេលដែលអត់ plan ទុកមុនសេយោអាចនឹងសំណេរហ្នឹងមើលទៅអត់មាន intro ហើយអត់មាន conclusion ហើយបើអត់មាន intro អត់មាន conclusion បន្ទុកខាតច្រើនគួរតែចំណាយពេលប្រហែលដើម្បីវិនិយោគពេលវេលាក្នុងការ plan ហ្នឹងគឺអាស្រ័យទៅលើមនុស្សនីមួយសម្រាប់ខ្ញុំប្រើពេល3នាទីសម្រាប់ plan ideas ខ្ញុំនៅក្នុង task 1ហើយ5នាទីសម្រាប់ plan ideas នៅក្នុង task 2អាហ្នឹងវាជា general rule នៅពេលដែលខ្ញុំpractice រៀន writing មុនការប្រឡងខ្ញុំស្វែងយល់ថា3នាទីសម្រាប់ផែនការរៀបចំផែនការក្នុង task 1ហើយ5នាទីសម្រាប់រៀបចំផែនការក្នុង task 2គឺវាគ្រប់គ្រាន់សម្រាប់ខ្ញុំអញ្ចឹងទៅក៏ខ្ញុំបន្តចំណាយពេលវេលាហ្នឹងដើម្បី plan ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀតប្រហែលជាគាត់ត្រូវការពេលច្រើនជាងឬក៏ត្រូវការពេលតិចជាងអញ្ចឹងវាអាស្រ័យលើយើងអ្វីដែលសំខាន់គឺយើង practice អនុវត្តឲ្យបានច្រើននៅពេលដែលអនុវត្តច្រើនមិនយើងដឹងថាតើយើងត្រូវការពេលប៉ុណ្ណាដើម្បីរៀបចំផែនការហ្នឹងអញ្ចឹងសំខាន់មែនទែនប៉ុន្តែអ្វីដែលសំខាន់គឺកុំភ្លេចរៀបចំផែនការពីព្រោះវាជាដំណាក់កាលដ៏សំខាន់បំផុតដើម្បីជួយឲ្យយើងបានបន្ទុកល្អនៅក្នុងការសរសេរនៅក្នុង IELTS ហ្នឹងហើយចំណុចទី3ហ្នឹងគឺប្រើ20នាទីសម្រាប់ task 1ហើយនិង40នាទីសម្រាប់ task 2ការរៀបចំពេលវេលារបស់យើងគឺសំខាន់មែនទែននៅក្នុងការសរសេរ IELTS ឲ្យមានភាពជោគជ័យពីព្រោះថាយើងចង់ make sure ថាយើងបានឆ្លើយសំណួរទាំងអស់
ចំពោះខ្ញុំការប្រឡងខ្ញុំតឹងរឹងមែនតើក្នុងការរៀបចំពេលវេលារបស់ខ្ញុំនៅក្នុង IELTS writing ហ្នឹងខ្ញុំឲ្យ task 1តែ20នាទីទេហើយ task 2គឺ40នាទីចំពោះចំណុចនេះខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នាផ្លាស់ប្ដូរថាអូខ្ញុំអនុវត្តទៅ task 1គួរប្រើ25 task 2គឺប្រើ35ខ្ញុំអត់ recommend ឲ្យផ្លាស់ប្ដូរពេលវេលាខ្ញុំគិតថាមនុស្សគ្រប់រូបគួរចំណាយ20នាទីលើ task 1ហើយ40នាទីលើ task 2ពីព្រោះអីពីព្រោះថាបើយើងគិតពីការរៀបចំពេលវេលាជាគណិតវិទ្យានិយាយទៅនៅក្នុង IELTS ហ្នឹងយើងត្រូវទៅសេ400ពាក្យជាភាសាអង់គ្លេសយ៉ាងតិច400ពាក្យ150ក្នុង task 1 250ក្នុង task 2បើយើងចែក150ទៅ40ទៅវាចេញ 37.5% ដែលយើងគួរចំណាយនៅក្នុងការសរសេរសម្រាប់ task 1បើយើងគណនា 37.5% នៃ60នាទីវាចេញ 22.5 ហើយ task 2វាចេញ 37.5 អញ្ចឹងបេក្ខជនមួយចំនួនអាចសួរថាបើសិនជាអញ្ចឹងមិនក៏យើងមិនចំណាយពេល22.5នាទីចូល task 1ទៅហើយមិនចំណាយពេល 37.5 នៅក្នុង task 2ទោះបីជាគណិតវិទ្យាប្រាប់យើងអញ្ចឹងមែនប៉ុន្តែខ្ញុំគិតថាវាសំខាន់មែនទែនដែលយើងចំណាយពេល 2.5 នាទីបន្ថែមឲ្យ task 2វិញដោយសារអីដោយសារតែនៅពេលដែលយើង plan ពេលវេលាសម្រាប់ទៅសេអីមួយទោះបីជាក្នុងខួរក្បាលយើង plan ថាអូគួរទៅសេនេះ15នាទីទៅសេនេះ20នាទីទៅសេនេះ30នាទីនៅពេលដែលយើងទៅសេពិតប្រាកដយើងងាយនឹងទៅសេលើសម៉ោងជាងទៅសេក្រោមម៉ោងហើយ extra time ហ្នឹងពាក្យភាសាអង់គ្លេសគេហៅ buffer room អញ្ចឹង buffer room ហ្នឹងគឺសំខាន់មែនតើសម្រាប់ task 2ពីព្រោះថាការបត់បែនពេលវេលាបន្ថែមនៅក្នុង task 2ហ្នឹងគឺចង់ធានាថាយើងបានទៅសេអ្វីគ្រប់គ្រាន់យើងបានឆ្លើយសំណួរគេអស់ហើយមួយទៀតហ្នឹងគឺយើងមានពេលមើលសារឡើងវិញបើសិនជាយើងអត់ធ្វើអញ្ចឹងទេខ្ញុំគិតថាយើងនឹងជួបហានិភ័យអត់ទៅសេសំណេរឲ្យអស់ហើយមួយទៀតហ្នឹងនៅពេលដែលយើងសរសេរសំណេរអត់អស់បើសិនជាអត់មាន conclusion ឬក៏អត់បានមើលផ្ទៀងvocabulary ថាយើងទៅសេត្រូវអត់ឬក៏អត់បានគេហៅថា review ទាំង task 1 task 2 essay នឹងឡើងវិញទេយើងអាចជួបប្រទះនឹងការគេដកបន្ទុកច្រើនអញ្ចឹងនៅក្រោយ task 2គឺសំខាន់មែនតើដែលយើងមានពេលសម្រាប់ធានាថាយើងបានសរសេរអស់ហើយបានមានពេលសម្រាប់ review ហើយហានិភ័យដ៏ធំមួយទៀតគឺថាក្រោយ task 2នៅពេលដែលនាឡិកាចិត្តដល់ម៉ោងនៅពេលដែលអ្នកមើលការប្រឡងហ្នឹងគេថាឲ្យយើងដាក់ប៊ិចចុះឬក៏ដាក់ខ្មៅដៃចុះយើងត្រូវតែដាក់ប៊ិចចុះបើមិនជាយើងអត់ដាក់ប៊ិចចុះទេគេអាចនឹងដកយើងចេញពីការប្រឡងហើយមានន័យថាអញ្ចឹងការប្រឡងរបស់យើងហ្នឹងគឺលែងមានសុពលភាពហើយអញ្ចឹងយើងអត់ចង់ជួបប្រទះនឹងបញ្ហាហ្នឹងដូច្នេះហើយហានិភ័យនៅក្នុង task 2បើមិនជាយើងអត់មានពេលគ្រប់គ្រាន់គឺវាខ្ពស់មែនតើអញ្ចឹងឯងបានខ្ញុំគិតថាគេ recommend ឲ្យយើងប្រើ40នាទីក្នុង task 2ហើយខ្ញុំគិតថាសំខាន់មែនទែនដែលអ្នកទាំងអស់គ្នានៅពេលដែលអនុវត្តគឺបែងចែកពេលវេលាអញ្ចឹងហើយគ្រឹះទី4គឺសរសេរចម្លើយឆ្លើយតបទៅនឹងអ្វីដែលគេសួរពីព្រោះថាបេក្ខជនមួយចំនួនណាគាត់អានសំណួរហើយអានប្រភេទហើយតើបានសរសេរអត់បាន focus ទៅលើថាតើសំណួរគេសួរអីឲ្យពិតប្រាកដទេកន្លែងហ្នឹងគឺសំខាន់មែនតើពីព្រោះថានៅពេលដែលយើងសរសេរចម្លើយគួរតែផ្ដោតទៅលើអ្វីដែលគេសួរអ្នកឲ្យបន្ទុកគេឲ្យបន្ទុកទៅលើថាតើចម្លើយរបស់យើងសំណេររបស់យើងត្រូវនឹងប្រធានបទដែលគេដាក់ឲ្យអត់ខ្ញុំចង់ឲ្យឧទាហរណ៍មួយ topics ទាំងអស់នេះសុទ្ធតែចេញពី British Council website ហើយបើយើងមើលទៅលើ topic ទី1 prompt គេគឺនិយាយថា government investment in the arts such as music and theatre is a waste of money governments must invest this money in public services instead ហើយសំណួរគេបានសួរថា to what extent do you agree with this statement អញ្ចឹងនៅពេលដែលយើងសរសេរសំណេររបស់យើងគឺគួរតែផ្ដោតទៅលើសំណួរដែលគេបានសួរហ្នឹងដែលវាតកតូនទៅនឹងថាតើយើងយល់ស្របដល់កម្រិតណាទៅលើ statement ដែលគេបានសួរហ្នឹងប៉ុន្តែបើសិនជាយើងសរសេរសំណេររបស់យើងឆ្លើយតបទៅនឹងសំណួរនេះប៉ុន្តែផ្ដោតទៅលើអ្វីដែល government investment should be on such as public health or national defense អញ្ចឹងទោះបីជាយើងសរសេរសំណេរហ្នឹងល្អខ្លាំងប៉ុណ្ណាក៏ដោយវាអត់ឆ្លើយតបទៅនឹងសំណួរដែលគេបាននិយាយទេព្រោះថានៅពេលដែលយើងសរសេរអំពី what the government should spend on វាតាក់ទងទៅនឹង topic របស់គេដែរប៉ុន្តែវាអត់ឆ្លើយតបទៅនឹងសំណួររបស់គេអ្វីដែលខ្ញុំចង់និយាយគឺថាគួរតែផ្ដោត
ទៅលើសំណួរថាតើគេសួរពីអីហើយនៅពេលដែលយើងទៅសេសំណេររបស់យើងគឺឆ្លើយតបទៅនឹងអ្វីដែលគេសួរជាជាងទៅសេទៅលើប្រធានបទដែលតាក់ទងទៅនឹង topic នឹងដែរប៉ុន្តែអត់ឆ្លើយនឹងសំណួររបស់គេហើយកន្លឹះទី5គឺរៀនពីទម្រង់នៃការសរសេរឲ្យបានត្រឹមត្រូវបើសិនជាអនុវត្តចេះតែអនុវត្តការសរសេរអត់មានទម្រង់អីឲ្យពិតប្រាកដណាខ្ញុំគិតថាអត់សូវជួយប្រហែលទេអ្វីដែលសំខាន់រៀនពីអ្នក expert ដែលគេបរៀនទម្រង់យើងថាគួរទៅសេសំណេរនឹងមិនខ្លះហើយទៅមកនៅពេលដែលយើង practice គឺ practice ទៅសេសំណេរយើងតាមទម្រង់គេនឹងការខ្ញុំរៀនត្រៀមខ្ញុំមើល YouTube វីដេអូមួយដែលគាត់និយាយអំពីទម្រង់គេហៅថា effective format នៅក្នុងការសរសេរនឹងដែលខ្ញុំរៀនហើយនៅពេលដែលខ្ញុំអនុវត្តតាមនឹងអញ្ចឹងឯងបាននៅពេលដែលខ្ញុំសរសេរទៅវាបានបន្ទុកច្រើនខ្ញុំក៏ដាក់ link របស់វីដេអូគាត់នៅក្នុង description របស់ខ្ញុំអញ្ចឹងអាចចូលមើលបានបើសិនជាចង់ចូលមើលហើយខ្ញុំ highly recommend ឲ្យចូលមើលមែនតើ follow តាមទម្រង់របស់គាត់ហើយកន្លឹះទី6គឺរៀនប្រើឧទាហរណ៍ច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងសំណេរហ្នឹងជាពិសេស task 2នៅពេលដែលយើងប្រើឧទាហរណ៍កាន់តែច្រើនគឺកាន់តែល្អពីព្រោះថាវាជួយសំណេររបស់យើងច្រើនយ៉ាងទី1ហ្នឹងគឺវាជួយគ្រប់គ្រងពីអ្វីដែលយើងនិយាយពីអ្វីដែលយើងសរសេរពី arguments របស់យើងហើយទី2ហ្នឹងគឺវាជួយបង្ហាញថាយើងមាន vocabulary ច្រើនដែលយើងអាចប្រើបានហើយទី3ហ្នឹងខ្ញុំគិតថាវាជួយឲ្យការសរសេររបស់យើងមើលទៅ fluent ហ្នឹងហើយកុំភ្លេចរៀនប្រើឧទាហរណ៍បានច្រើនតាមដែលអាចធ្វើទៅបានណាហើយការដែលខ្ញុំប្រើឧទាហរណ៍ក្នុងការប្រឡងពិតហ្នឹងគឺខ្ញុំគិតថាវាជួយឲ្យខ្ញុំបាន band 8នៅក្នុងការប្រឡងសរសេរហ្នឹងដែរហើយកន្លឹះទី7ខ្ញុំគិតថាអត់ចាំបាច់ត្រូវប្រើទាំងអស់គ្នាទេឬក៏ធ្វើតាមខ្ញុំទាំងអស់គ្នាទេប៉ុន្តែខ្ញុំគិតថាវាជួយខ្ញុំច្រើនមែនតើអញ្ចឹងឯងបាទខ្ញុំចង់ចែករំលែកកន្លឹះទី7គឺខ្ញុំប្រើ ChatGPT ដើម្បីជួយខ្ញុំប៉ុន្តែប្រើដោយភាពឆ្លាតមិនមែនចេះតែប្រើទេណា ChatGPT សម្រាប់អ្នកដែលគាត់អត់ស្គាល់គឺជា AI tool មួយដែលអាចជួយយើងនៅក្នុងការរៀនអីមួយអញ្ចឹងណាឬក៏ការទទួលយកព័ត៌មានប៉ុន្តែយើងត្រូវប្រយ័ត្នដែរនៅពេលដែលយើងប្រើ AI tool ដើម្បីជួយយើងរៀនឬក៏ដើម្បីជួយយើងទទួលយកព័ត៌មានផ្សេងៗទៀតហ្នឹងហើយឥឡូវយើងចូលដល់សម័យ AI អញ្ចឹងខ្ញុំគិតថាការដែលយើងរៀនទម្លាប់ប្រើ AI ដើម្បីជួយយើងគឺសំខាន់មែនតើប៉ុន្តែអ្វីដែលសំខាន់ជាងនឹងទៀតហ្នឹងគឺប្រើដោយមានភាពប្រយ័ត្នប្រយែងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំប្រើ ChatGPT ហ្នឹងគឺខ្ញុំប្រើដើម្បីជួយឲ្យការអនុវត្តការសរសេរសំណេររបស់ខ្ញុំហ្នឹងគឺកាន់តែប្រសើរហើយខ្ញុំប្រើដោយមានការប្រុងប្រយ័ត្នច្រើនខ្ញុំនឹងនិយាយពីការប្រើ ChatGPT ហ្នឹងតើមានអីគេខ្លះដែលយើងមិនគួរធ្វើហើយនឹងមានអីគេខ្លះដែលយើងគួរធ្វើដើម្បីប្រើ ChatGPT ឲ្យមានភាពឆ្លាតអ្វីដែលយើងអត់គួរប្រើ ChatGPT ដើម្បីជួយហ្នឹងគឺការបញ្ចេញគំនិត ChatGPT ចេះបញ្ចេញគំនិតប៉ុន្តែយើងអត់គួរប្រើ ChatGPT ដើម្បីជួយបញ្ចេញគំនិតយើងរហូតទេពីព្រោះថាការបញ្ចេញគំនិតគឺសំខាន់មែនតើវាគឺជា skill មួយដែលយើងគួររៀនពង្រឹងខ្លួនឯងហើយអត់គួរចេញមកពី AI tool ទេខ្ញុំគិតថានៅពេលដែលយើងអនុវត្តប្រើ AI tool ដើម្បីជួយបញ្ចេញគំនិតយើងច្រើនហើយយូរទៅលែងមាន creative skill ហើយអញ្ចឹងប្រយ័ត្នណាចំពោះខ្ញុំគិតថាអត់គួរប្រើ ChatGPT ដើម្បីជួយបញ្ចេញគំនិតទេនៅពេលដែលទៅសេសំណេរនៅពេលដែលឃើញប្រធានបទអីមួយគួរបញ្ចេញគំនិតខ្លួនឯងប៉ុន្តែចំពោះខ្ញុំអ្វីដែលខ្ញុំប្រើ ChatGPT ដើម្បីហ្នឹងគឺខ្ញុំប្រើដើម្បីជួយ correct grammar របស់ខ្ញុំដើម្បីជួយធ្វើឲ្យ sentence structure របស់ខ្ញុំមានភាពល្អជាងមុនហើយអញ្ចឹងខ្ញុំគិតថានៅក្នុងចំណុចទាំងអស់ហ្នឹងគឺអាចប្រើ ChatGPT ដើម្បីជួយបានចំពោះខ្ញុំការដែលខ្ញុំរៀនទៅសេរៀនត្រៀមគឺខ្ញុំនៅពេលដែលឃើញប្រធានបទខ្ញុំទៅសេសំណេរនឹងអស់ទាំង task ទី1ទាំង task ទី2ហើយបន្ទាប់មកខ្ញុំយកទាំង task ទី1ទាំង task ទី2ហ្នឹងទៅសេចូលក្នុង ChatGPT ដើម្បីឲ្យ ChatGPT ហ្នឹងជួយមើលថា grammar កន្លែងណាដែលខ្ញុំគួរ improve sentence structure ណាខ្លះដែលខ្ញុំគួរ improve ហើយខ្ញុំឲ្យ ChatGPT ហ្នឹងជួយដាក់បន្ទុកការសរសេររបស់ខ្ញុំហើយជាងទៅខ្ញុំអាចមើលបន្ទុករបស់ខ្ញុំនឹងបានហើយខ្ញុំក៏ឲ្យ ChatGPT ហ្នឹង suggest recommended revision របស់ essay របស់ខ្ញុំថាតើគួរទៅសេយ៉ាងណាដើម្បីឲ្យវាស្ដាប់ទៅ coherent ជាងមុនស្ដាប់ទៅល្អជាងមុនហើយប្រើ vocabulary បែបណាដើម្បីឲ្យធ្វើឲ្យសំណេររបស់យើងហ្នឹងគឺវាមានស្ដាប់ទៅវា fluent ហ្មងណាអញ្ចឹងខ្ញុំរៀនទម្លាប់ប្រើ ChatGPT នៅក្នុងការអនុវត្តការសរសេររបស់ខ្ញុំដើម្បីឲ្យចំណុចអស់ហ្នឹងឯងហើយអញ្ចឹងទៅនៅពេលដែលខ្ញុំសរសេរកាន់តែច្រើនមើល ChatGPT improve version កាន់តែច្រើនការសរសេររបស់ខ្ញុំគឺកាន់តែល្អជាងនឹងប៉ុន្តែខ្ញុំចង់ផ្ដោតម្ដងហើយម្ដងទៀតគឺមិនគួរប្រើ ChatGPT ដើម្បីបញ្ចេញគំនិតឲ្យយើងគួរតែជាអ្នកបញ្ចេញគំនិតខ្លួនឯងចំណុចមួយទៀតដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរប្រយ័ត្នហ្នឹងគឺនៅពេល
អ្នកដែលសួរ ChatGPT ឲ្យរៀនដាក់បន្ទុកឲ្យយើងនៅក្នុងការសរសេរនៅពេលដែលយើងបានបន្ទុកមកវិញរៀនធ្វើការប្រយ័ត្នប្រយែងទៅលើថាតើយើងមានអារម្មណ៍យ៉ាងម៉េចទៅពេលដែលយើងឃើញបន្ទុកហ្នឹងពីព្រោះថាមានវីដេអូមួយដែលអ្នក expert ខាង marking IELTS ហ្នឹងគេបាននិយាយថា ChatGPT ហើយនឹង AI tool ផ្សេងៗទៀតឲ្យបន្ទុក IELTS ការសរសេររបស់យើងហ្នឹងតិចជាងអ្វីដែលអ្នកដាក់បន្ទុកពិតឲ្យបន្ទុកចឹងន័យថាបើសិនជាយើងដាក់សំណេររបស់យើងចូលក្នុង ChatGPT ហើយ ChatGPT ឲ្យបន្ទុក6បើសិនជាអ្នកដាក់បន្ទុកពិតគេប្រហែលជានឹងអាចដាក់បន្ទុកច្រើនជាងហ្នឹងអញ្ចឹងប្រយ័ត្នផងអញ្ចឹងនៅពេលដែលឃើញបន្ទុកខ្លួនឯងឧទាហរណ៍ថាបើសិនជាឃើញតិចកុំបាក់ទឹកចិត្តទី1ហើយទី2នៅពេលដែលយើងឃើញបន្ទុកហ្នឹងប្រើបន្ទុកហ្នឹងគឺជា tool មួយដើម្បីធ្វើឲ្យយើង improve កុំប្រើបន្ទុកហ្នឹងដើម្បីធ្វើឲ្យយើងបាក់ទឹកចិត្តខ្លួនឯងអ្នកទាំងអស់គ្នាអាចរៀនប្រើ ChatGPT ដោយមានភាពឆ្លៀសវៃហើយកលឹះទី8គឺរៀនអនុវត្តពេលវេលាដែលយើងត្រូវការដើម្បីអនុវត្តការសរសេររបស់យើងគឺអាស្រ័យទៅលើថាតើឥឡូវហ្នឹងកម្រិតយើងត្រឹមណាហើយការអនុវត្តហ្នឹងគឺធ្វើឲ្យយើងដឹងថាតើយើងមានភាពខ្លាំងឯគេខ្លះភាពខ្សោយឯគេខ្លះបើសិនជាអត់អនុវត្តទេខ្ញុំគិតថាពិបាកអាចនឹង pinpoint ថាខ្លួនឯងមានភាពខ្សោយឯគេភាពខ្លាំងឯគេនៅពេលដែលយើងដឹងភាពខ្លាំងភាពខ្សោយរបស់យើងហើយយើងអាចអនុវត្តទៅតាមអ្វីដែលយើងដឹងហ្នឹងឧទាហរណ៍ថាបើសិនជាយើងអត់សូវបកកែខាងបញ្ចេញគំនិតរហ័សទេប៉ុន្តែយើងបកកែខាងសរសេរលឿនអញ្ចឹងយើងអាចដាក់ពេលវេលាឲ្យរៀងច្រើនបន្តិចទៅលើការបញ្ចេញគំនិតហើយនឹងកាត់ពេលវេលាទៅលើការសរសេរបើសិនជាយើងបកកែខាងបញ្ចេញគំនិតប៉ុន្តែសរសេរអត់សូវលឿនទេដូចខ្ញុំអញ្ចឹងខ្ញុំបកកែខាងបញ្ចេញគំនិតរហ័សអញ្ចឹងអាចដាក់ពេលវេលារបស់យើងហ្នឹងអាស្រ័យទៅលើថាតើខ្លួនឯងបកកែខាងអីអញ្ចឹងណារឿងអស់ហ្នឹងតើតែយើងអនុវត្តទៅយើងដឹងថាយើងបកកែអីខ្សោយអី General rule ភាគច្រើនគឺគ្រាន់តែជា guidance មួយដើម្បីឲ្យយើងមានការចាប់ដើមថាយើងគួរចាប់ដើមប៉ុណ្ណេះប៉ុន្តែនៅពេលដែលយើងឧទាហរណ៍ថាដាក់5នាទីទៅលើការបញ្ចេញគំនិតប៉ុន្តែដល់ពេលទៅយើងគិតថា5នាទីរៀងច្រើនពេកហើយយើងអត់មានពេលគ្រប់គ្រាន់ក្នុងការសរសេរអញ្ចឹងយើងអាចកាត់បន្ថយវាតាមនឹងនិយាយទៅមានតែការអនុវត្តដែលធ្វើឲ្យយើងដឹងពីខ្លួនឯងកាន់តែបានច្រើននៅក្នុងការសរសេរហ្នឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំអនុវត្តសរសេរទាំងអស់5សំណេរក្នុង task 1 5សំណេរក្នុង task 2មុននឹងខ្ញុំប្រឡងបើស្ដាប់ទៅអាចគិតថាវាអត់ច្រើនហ្មងទេប៉ុន្តែនៅពេលដែលខ្ញុំ practice ការសរសេរនីមួយៗខ្ញុំតែងតែយកគន្លឹះរបស់ខ្ញុំដែលបានចែកម្លែកពី1ដល់7ហ្នឹងទុកក្នុងខួរក្បាលហើយអញ្ចឹងនៅពេលដែលខ្ញុំអនុវត្តសរសេរសំណេរអស់ហ្នឹងខ្ញុំ plan ខ្ញុំទុកខ្ញុំអីចឹងណាខ្ញុំគិតថាខ្លួនឯងបកកែបញ្ចេញគំនិតស្រាប់អញ្ចឹងការបញ្ចេញគំនិតរបស់ខ្ញុំរៀងងាយស្រួលអញ្ចឹងឯងបានដល់ពេលដែលខ្ញុំអនុវត្ត5ដងនៅក្នុងទាំង task 1 ទាំង task 2ខ្ញុំមានអារម្មណ៍មួយថាខ្ញុំមានទំនុកចិត្តលើខ្លួនឯងហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺខ្ញុំចង់ឲ្យអ្នកនរគ្នារៀនអនុវត្តដល់ដំណាក់កាលមួយដែលយើងអាចមានទំនុកចិត្តលើខ្លួនឯងពីព្រោះថាទំនុកចិត្តគឺសំខាន់មែនតើនៅក្នុងការប្រឡងមែនតើបើមិនជាយើងចូលទៅប្រឡងមែនតើអត់មានទំនុកចិត្តទេសំណេររបស់យើងគឺវាយ៉ាប់តាមហ្នឹងប៉ុន្តែបើសិនជាយើងចូលក្នុងការប្រឡងមានទំនុកចិត្តថាអូខេខ្ញុំបានអនុវត្តគ្រប់គ្រាន់ហើយខ្ញុំប្រើ technique ដែលខ្ញុំធ្វើទៅដំណើរការសម្រាប់ខ្ញុំគ្រប់គ្រាន់ហើយអញ្ចឹងខ្ញុំមានទំនុកចិត្តថាខ្ញុំនឹងអាចធ្វើបានល្អក្នុងការប្រឡងអញ្ចឹងសំណេររបស់យើងវាល្អតាមហ្នឹងអ្វីដែលសំខាន់គឺអនុវត្តដល់កម្រិតមួយដែលយើងមានទំនុកចិត្តលើខ្លួនឯងហើយនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាគន្លឹះទាំងអស់ហ្នឹងនឹងអាចជួយអ្នកនរគ្នាធ្វើបានល្អក្នុងការសរសេរ IELTS បើសិនជាមានសំណួរអីអាច comment សួរខ្ញុំបានហើយខ្ញុំនឹងព្យាយាមឆ្លើយតាមតែអាចធ្វើទៅបានហើយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចែកម្លែកផងបើសិនជាចូលចិត្តកុំភ្លេច like ហើយនឹង follow បើសិនជានៅក្នុង Facebook ហើយ subscribe បើសិនជានៅក្នុង YouTube អរគុណច្រើនជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ